ចំណុចសំខាន់ពីរនៃភាគទី5ក្នុងរឿងសាមកុកមានការបង្រៀនឲ្យយើងរៀនចេះមើលពីប្រភេទមនុស្សដែលយើងគួរតែជិះឆ្ងាយពីគេនិងការគិតពីផលប្រយោជន៍វែងឆ្ងាយចំណុចទី1តើមនុស្សប្រភេទណាដែលយើងគួរតែជិះឆ្ងាយពីគេនោះគឺជាមនុស្សប្រភេទដូចជាយិនស៊ុដែលមានកលល្បិចច្រើននិងគិតតែពីផលប្រយោជន៍របស់ខ្លួនគេជួយចិត្តសម្រេចចិត្តជំនួសយិនសាវដែលជាមេសម្ព័ន្ធមិត្តហើយបានខត់ខាំងស្បៀងជំនួយព្រមទាំងកងទ័ពជាច្រើនលើកច្រើនសារជាចុងក្រោយបានធ្វើឲ្យសម្ព័ន្ធមិត្តរបស់យិនសាវនេះបែកបាក់ក្រោមទ្វេដៃរបស់យិនស៊ុក្នុងសង្គមបច្ចុប្បន្ននេះមនុស្សប្រភេទនេះគឺមាននៅជុំវិញខ្លួនរបស់យើងគ្រាន់តែយើងមិនទាន់បានចាប់អារម្មណ៍តែប៉ុណ្ណោះយើងអាចពិនិត្យទៅលើចំណុចតូចៗដែលពួកគេបានធ្វើឧទាហរណ៍ដូចជាការចេញទៅដើរលេងជុំគ្នាតែគេមិនបានពិភាក្សាជាមួយអ្នកដទៃហើយបានយកលុយរួមទៅកក់កន្លែងរួចហើយទើបប្រាប់មកកាន់យើងវិញថាគេកក់ហើយឬក៏ជាការញ៉ាំអីជុំគ្នាឧទាហរណ៍គ្នាយើង4នាក់តែគេម្នាក់ឯងកំងម្ហូបដែលខ្លួនឯងចូលចិត្ត3មុខបាត់ទៅហើយចំពោះមនុស្សប្រភេទនេះបងប្អូនប្រសិនមកជួបប្រទះសូមរក្សាគម្លាតរបស់ពួកយើងពីគេបន្តិចដើម្បីកុំឲ្យខាត់បងនៅពេលក្រោយពីព្រោះពួកគេគឺដូចយានស៊ូអញ្ចឹងគិតតែពីផលប្រយោជន៍របស់ខ្លួនដោយមិនគិតពីអ្នកដទៃនោះទេចំណុចទី2គឺត្រង់កន្លែងដែលសុនជិនខ្លាចអ្នកផ្សេងមកដណ្ដើមពីផលប្រយោជន៍របស់គេហើយចេញប្រយុទ្ធតែឯងជាមួយតងជួមុនកងទ័ពសម្ព័ន្ធមិត្តមកដល់និងត្រង់កន្លែងដែលគេជឿតាមឆាវចូលទៅក្នុងក្រុងលក់យ៉ាងតើការសម្រេចចិត្តរបស់គេទាំងពីរនេះចុងក្រោយទទួលបានផលប្រយោជន៍អ្វីខ្លះទី1ការសម្រេចចិត្តចេញប្រយុទ្ធតែឯងជាមួយតងជួមុនកងទ័ពសម្ព័ន្ធមិត្តមកដល់គឺព្រោះតែខ្លាចគេដណ្ដើមគុណសម្បត្តិចុងក្រោយគឺទទួលបានតែការសរសើរពីមាត់របស់យានសាវតែប៉ុណ្ណោះអ្វីផ្សេងទៀតក៏មិនទទួលបានដែរព្រមទាំងត្រូវខាត់បងកងទ័ពនិងស្បៀងអាហាររបស់ខ្លួនជាច្រើនទៀតផងទី2ការជឿតាមឆាវចូលទៅក្នុងក្រុងលក់យ៉ាងក៏ដោយសារតែចង់បានគេឈ្មោះជាអ្នកវាយចូលក្រុងមុនគេតែចុងក្រោយអ្វីដែលគេទទួលបាននោះគឺក្រុងទទេមួយដែលតង់ជាប់បានដល់កំទេចចោលអស់មុននឹងចាក់ចេញព្រមទាំងត្រាគុជរបស់ស្ដេចហានដែលធ្វើឲ្យមនុស្សគ្រប់គ្នាច្រណែនគេចង់ដណ្ដើមពីគេហើយលទ្ធផលចុងក្រោយគឺគេត្រូវចូលក្នុងអន្ទាក់របស់លាវពាវនៅពេលដែលគេជិតស្លាប់ទើបគេដឹងថាគេមិនគូគិតតែផលប្រយោជន៍តិចតួចនេះហើយត្រូវបាត់បង់ជីវិតសោះជាការពិតណាស់ឱកាសមិនអាចចេះតែមាននោះទេដូចនេះភាគច្រើនគេតែងតែណែនាំយើងថានៅពេលដែលយើងឃើញឱកាសត្រូវតែចាប់យកភ្លាមតែគេមិនបានប្រាប់យើងទាំងស្រុងទេថាក្រោយយើងចាប់យកឱកាសនេះហើយតើយើងត្រូវធ្វើយ៉ាងម៉េចក្រោយពេលដែលយើងចាប់បានឱកាសអ្វីមួយហើយយើងត្រូវចាប់វាយកមកធ្វើជារបស់ខ្លួនសិនតែមិនត្រូវចាប់ផ្ដើមអនុវត្តឬបញ្ចេញទៅក្រៅភ្លាមៗទាំងមិនបានត្រៀមមុននោះទេយើងត្រូវវិភាគពីផលវិបាកនិងផលប្រយោជន៍ជាមុនសិនថាតើត្រូវអនុវត្តដូចម្តេចទើបអាចធ្វើឲ្យយើងទទួលបានផលចំណេញធំបំផុតពីក្នុងឱកាសមួយនេះឧទាហរណ៍បងប្អូនបានឃើញអីវ៉ាន់មួយប្រភេទដែលនៅក្នុងស្រុកគឺមិនទាន់មានលក់នោះទេប្រសិនបើយើងយកមកលក់បន្តដឹងតែចំណេញជាមិនខានហើយបងប្អូនខ្លាចគេដណ្ដើមឱកាសនេះក៏ចាប់ផ្ដើមកំងឲ្យបានជាច្រើនពីខាងអ្នកលក់បង្កើត pack promote ពេញនឹងដែលខ្លាចគេដើរទៅមុនតែចុងក្រោយអីវ៉ាន់ដែលយើងយកមកនោះត្រូវជាប់នឹងកយដោយសារតែកយមិនឲ្យនាំចូលជាអីវ៉ាន់ហាមឃាត់ឬក៏ពេលដែលយើងចាប់ផ្ដើម promote ទាំងអីវ៉ាន់មិនទាន់ដល់ក្នុងដៃធ្វើអ្នកដទៃដែលមិនទាន់ដឹងនោះចាប់ផ្ដើមដើរតាមជំហានរបស់យើងចុះបើគេដឹងពីវិធីយកមកលឿនជាងយើងតម្លៃធូរជាងយើងនោះល្មមនៅពេលដែលអីវ៉ាន់យើងមកដល់ទីផ្សារវាបានទៅជាចង្អៀតបាត់ទៅហើយចុងក្រោយគឺយើងដែលជាអ្នកឃើញមុនគេបែរជាត្រូវខាត់បងឬក៏មិនបានចំណេញទៅតាមអ្វីដែលយើងរំពឹងនោះទេដើម្បីជៀសវាងបញ្ហានេះនៅពេលដែលយើងរកឃើញឱកាសលក់ចំណេញហើយយើងត្រូវសាកកំងឈុតតូចមកជាមុនសិនដើម្បីស្វែងដឹងពីពេលវេលាដឹកជញ្ជូនគុណភាពអីវ៉ាន់និងដឹងថាមានបញ្ហាអ្វីផ្សេងទៀតឬអត់ក្នុងអំឡុងពេលនៃការរងចាំអីវ៉ាន់របស់យើងត្រូវដើរឆែកទីផ្សារម្ដងទៀតទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុកថាតើតម្លៃជាទូទៅគេលក់យ៉ាងដូចម្ដេចថាតើគេប្រើវិធីណាដើម្បីទាក់ទាញអតិថិជនឲ្យបានច្រើននិងវិធីប្រម៉ូទរបស់គេល្មមនៅពេលដែលអីវ៉ាន់យើងមកដល់គឺយើងបានរៀបចំហើយមុនជាស្រេចដូចនេះនៅពេលដែលយើងបញ្ចេញអីវ៉ាន់នេះទៅកាន់ទីផ្សារគឺជាការបញ្ចេញដោយទំនុកចិត្តទោះបីជាមានអ្នកផ្សេងដើរតាមយើងល្មមតែគេចាប់ផ្ដើមរកកំងអីវ៉ាន់ហើយត្រូវខាតពេលវេលារងចាំអីវ៉ាន់គេមកដល់ទៀតនៅពេលដែលអីវ៉ាន់គេមកដល់នោះអីវ៉ាន់របស់យើងគឺបានដើរពេញទីផ្សារបាត់ទៅហើយវាគឺមិនអាចបង្កើតផលប៉ះពាល់ខ្លាំងមកលើយើងនោះទេ